ដូចជាបត់នេះដែរខ្ញុំសូមផ្ញើជូនដល់អ្នកដែលស្អប់ពើអ្នកដែលមានសាក់ហើយខ្ញុំក៏មានពាក្យប្រមាណមកចង់ប្រាប់ទៅអ្នកអូខេ Let go Let go Let go សាក់ជារបស់ខ្មែរគេដំណើរបុព្វបុរសនៅសម័យអង្គរដូនតាយើងគឺសាក់ទាំងអស់ពេលដែលអ្នកមើលមកខ្ញុំកុំតន់និយាយដំឡៃឲ្យសោះពេលនេះខ្ញុំសូមបញ្ជាក់ឲ្យសួរទៅអ្នកថាសាក់មានអីអាក្រក់សាក់គ្រាន់ជាសិល្បៈតបតែងលំអខ្លួនប្រាប៉ុណ្ណោះសាក់មិនមែនសពដោយពីជាគុំរិតមួយដែលខុសខើអាក្រក់ដូច្នេះគួរតែឲ្យដំឡៃប្រសាជាវាយជាន់ពន្លិចណាមនុស្សល្អឬអាក្រក់មិនមែនកំណត់ដោយសាក់តែសាក់នោះទេឆ្នៃប្រឌិតល្អគ្មានពីរខ្ញុំបង្កើតក្តីស្រមៃហើយឆ្នៃចេញជារូបរាងហើយវាបង្កប់នៅអត្ថន័យហាក់បីដូចជាបទចម្រៀងបើសិនជាអ្នកមិនដឹងឈប់សិនចាំខ្ញុំពន្យល់ស្នាមសាក់ពន្លិចចេញនៅពន្លីដែលពេញដោយឥទ្ធិពលក៏វាស៊ីសងលើទឹកថ្លៃ